ចំពោះបងប្អូនអ្នកស្រឡាញ់ខាងវិស័យម៉ូតូពិតជាស្គាល់មិនខាននៅម៉ូតូបែប Off-road របស់ក្រុមហ៊ុន Honda និង Kawasaki សួស្តីបងប្អូនអ្នកអ្នកដែលស្រឡាញ់ចិត្តម៉ូតូស្វាគមន៍មកកាន់វីដេអូថ្មីដែលនិយាយពីការប្រៀបធៀបរវាង Honda CR-V 50L និង Kawasaki KX 230 Super Series ឆ្នាំ2025ចង់ដឹងថាម៉ូតូទាំងពីរនេះមានលក្ខណៈពិសេសអ្វីខ្លះតោះតាមដានវីដេអូនេះទាំងអស់គ្នានៅក្នុងការប្រៀបធៀបនេះខ្ញុំសូមផ្ដើមពីការ design ទៅមុនដោយម៉ូតូទាំងពីរខាងលើត្រូវបានផលិតឡើងនៅក្នុងគោលកំណត់តែមួយគឺ Dodge Sport Off-road Motorcycle ដែលអាចប្រើប្រាស់បានទាំងផ្លូវស្រួលនិងផ្លូវលំបាកចំពោះ Honda CR-V 50L បានបំពាក់ front fender ត្រូវបានរចនាឡើងមានកម្ពស់ខ្ពស់ពីកង់មុខហើយខាងលើ front fender គឺជាសំណុំជង្គង់បំភ្លឺផ្លូវជាចំណាំង LED រួមមានភ្លើងកោតនៅផ្នែកខាងលើនិងភ្លើងហ្វានៅផ្នែកខាងក្រោមអមជាមួយភ្លើងស្ញូវស្ដាំជាប្រភេទ LED ផងដែរនៅក្បែរភ្លើងជង្គង់បំភ្លឺផ្លូវគឺជាកុងទ័រជាប្រភេទ Multifunction Digital Meter ដែលមានលក្ខណៈងាយស្រួលក្នុងការមើលព័ត៌មានទាក់ទងនឹងម៉ូតូរួមមានរសាំងល្បឿននិងម៉ោងជាដើមបន្ទាប់ពីកុងទ័រគឺជា handlebar ដែលមានលក្ខណៈត្រង់វែងមានភាពរឹងមាំនៅសងខាងមានប្រអប់បញ្ជាផ្សេងៗដូចជាបញ្ជាម៉ូតូសញ្ញោហ្វាកូដជាដើមកុងសាំងជាផ្នែកមួយដែលស្ថិតនៅចន្លោះ handlebar និងអ្នកបើកបរដោយវាត្រូវបានរចនាមានទំហំធំល្មមស្របដោយ tank cover មានទំហំតូចនៅក្បែរអ្នកជិះហើយរីកធំនៅផ្នែកខាងមុខមើលទៅមានទំហំដូចជាស្លាបអក្សីពិតជាអំណាចនិងកាចមែនទែនបន្ទាប់ពីទង់សាំងជាកែបដែលត្រូវបានរចនាជាប្រភេទ single seat មានលក្ខណៈទន់បើនិយាយពីកែបម៉ូតូនេះមានកម្ពស់កែបដែលអាចជ្រើសរើសបានពី830 មីលីម៉ែត្រទៅ845 មីលីម៉ែត្រនិងកម្ពស់ពីដីទៅម៉ាស៊ីនពី245 មីលីម៉ែត្រទៅ245 មីលីម៉ែត្រវាល្អសម្រាប់ការជិះបែប off-road ចំណែកឯនៅផ្នែកខាងក្រោយជាភ្លើងកន្ទុយក្រោយដែលត្រូវបានរចនាស្អាតអមជាមួយនឹងភ្លើងសញ្ញោនៅសងខាងជាប្រភេទ LED ផងដែរតោះឥឡូវខ្ញុំសូមនាំអារម្មណ៍អ្នកទាំងអស់គ្នាមកនិយាយពីការ design របស់ Kawasaki KLX 230វិញម្ដងដោយការ design របស់វាស្រដៀងទៅនឹង Honda CR-V 50L ដែររួមមានអំពូលបំភ្លឺផ្លូវជាចំណាំង LED មានពីរតង់ផ្នែកខាងលើជាភ្លើងកោតនិងផ្នែកខាងក្រោមជាភ្លើងហ្វានៅក្បែរនេះគឺជាកុងទ័រ Digital ដូចគ្នានឹង Honda CR-V 50L ដែរតែមានទំហំតូចជាងនៅចន្លោះអ្នកបើកបរនិង handlebar គឺជាធុងសាំងចំណុះ 2.6 លីត្រតូចជាង Honda CR-V 50L បន្តិចបន្ទាប់ពីទង់សាំងគឺជាកែបដែលកែបរបស់ Kawasaki KLX 230មានកម្ពស់845 មីលីម៉ែត្រនិងមានកម្ពស់ពីដីទៅម៉ាស៊ីន240 មីលីម៉ែត្រចំណុចនេះ Honda CR-V 50L ធ្វើបានល្អជាងកាលណាកម្ពស់បានម៉ាស៊ីនកាន់តែខ្ពស់វាល្អសម្រាប់ការជិះ off-road ផុតពីការប៉ះទង្គិចបាតម៉ាស៊ីនរបស់ម៉ូតូទៅនឹងថ្មឬក៏ដីចំណែកភ្លើងកន្ទុយក្រោយត្រូវបានរចនាមើលទៅប្រាប់ហើយទៅនឹង Honda CR-V 50L ដែរតែវាមានភ្លើងសញ្ញោជាប្រភេទ halogen ដែលមើលទៅស្រស់ស្អាតយ៉ាងម្នាក់បន្ទាប់ពីការ design ម៉ាស៊ីនគឺជាការពិភាក្សាធំមួយដែលអូនទាំងពីរខាងលើនេះត្រូវបានពាក់ម៉ាស៊ីនដែលមានលក្ខណៈខុសគ្នាទាំងស្រុងដោយ Honda CR-V 50L បានបំពាក់ម៉ាស៊ីនជាប្រភេទ DOHC មានពីស្តុងចំនួន1កម្លាំង 249cc មានស៊ូប៉ាប់ចំនួន4ដំណើរការចង្កេះមាន4វគ្គភ្ជាប់ជាមួយនឹងប្រអប់លេខដៃចំនួន6វគ្គរួមជាមួយនឹងមុខងារដែលធ្លាប់តែមានបំពាក់នៅលើម៉ូតូ Sport ប៉ុណ្ណោះគឺ Assist and Clutch ហើយមានប្រព័ន្ធបញ្ចុះកម្ដៅជាទឹកស្អំរំអិលកាត់បន្ថយសំណឹកដោយប្រេងម៉ាស៊ីនចំណុះ 1.8 លីត្រកំហាប់ 10W30 ដំណើរការបាញ់សាំងដោយប៊ិចសាំងប្រភេទ PHMFI មានលក្ខណៈត្រឹមត្រូវនិងសមចៃអាចផលិតកម្លាំងបាន 24 PS ក្នុងកម្រិតចុះម៉ាស៊ីន 9000 RPM និងកម្រិតរមួល 23 Nm ក្នុងកម្រិតចុះម៉ាស៊ីន 6500 RPM ចំណែកកម្រិតស៊ីប្រេងត្រឹមតែ 47.5 km ប៉ុណ្ណោះក្នុង1លីត្រពីឯល្បឿន top speed វិញគឺ 130 km ក្នុង1ម៉ោងចំណែកឯម៉ាស៊ីនរបស់ Kawasaki KLX 230 Super វិញក្រុមហ៊ុន Kawasaki បានបំពាក់ម៉ាស៊ីនប្រភេទ SOHC មានកម្លាំង 232cc មានស៊ូប៉ាប់ចំនួន2ដំណើរការចម្មេះមាន4វគ្គបញ្ចុះកម្ដៅដោយខ្យល់ដំណើរការបញ្ចុះលេខដោយប្រអប់លេខ1វគ្គរំអិលកាត់បន្ថយសំណឹកដោយប្រេងម៉ាស៊ីនកំហាប់ 10W40 ចំណុះ 1.3 លីត្រដំណើរការបាញ់សាំងដោយប៊ិចសាំងជាប្រភេទ Fuel Injection ហើយម៉ាស៊ីននេះផលិតកម្លាំងបាន 18 PS ក្នុងកម្រិតចុះម៉ាស៊ីន 8000 RPM និងកម្រិតរមួល 19 Nm ក្នុងកម្រិតចុះម៉ាស៊ីន 6400 RPM កម្លាំងប៉ុណ្ណេះខ្សោយជាង Honda CR-V 50L បន្តិចប៉ុន្តែម៉ាស៊ីន SOHC ល្បឿនដេប៉ាដំបូងល្អជាង DOHC ដោយចំពោះល្បឿនលឿនបំផុតរបស់វាគឺ 123 km ក្នុង1ម៉ោងចំណែកកម្រិតស៊ីប្រេងវិញត្រឹមតែ40 km ប៉ុណ្ណោះក្នុង1លីត្រចំនួនប៉ុណ្ណេះគឺប្រាប់បែបគ្នាទៅនឹង Honda CR-V 50L ដែរ
ក្រៅពីការរៀបរាប់ខាងលើនេះប្រព័ន្ធបូមនិងកង់គឺជាគ្រឿងបង្គុំដែលផ្ដល់នូវផាសុកភាពដល់អ្នកបើកបរដោយកងក្រុមទាំងពីរនេះបានបំពាក់បូមរបស់ក្រុមហ៊ុន Showa ដោយ Honda CR 250 បានបំពាក់បូមមុខជាប្រភេទ Amp Side-on Fork 43 mm SFFBP Separate Function Fork Big Piston និងបូមក្រោយជាប្រភេទ Rolling Suspension ដែលជាប្រភេទបូមមួយដែលគេប្រើនៅក្នុងការប្រណាំងបែប Rally ហើយចំណែក Kawasaki KLX 230 Super វិញត្រូវបានបំពាក់បូមមុខជាប្រភេទ Telescopic Fork 37 mm ជាមួយនឹង240 mm of Travel Suspension Unitrack Suspension Preload Adjustable បើនិយាយពីប្រព័ន្ធបូមយើងមិនអាចភ្លេចទេនៅប្រព័ន្ធកង់ដោយ Honda CR 250L ត្រូវបានបំពាក់កង់មុខមានសម្បកទំហំ 80/100 ដក 21 MC និងកង់ក្រោយមានទំហំ 120/80 ដក 18 MC ចំណែកឯ Kawasaki KLX 230 វិញត្រូវបានបំពាក់កង់មុខដែលមានសម្បក 80/90 ដក 21 និងកង់ក្រោយមានទំហំ 100/90 ដក 18 បើមើលទៅលើទំហំនេះ Honda CR 230L មានសម្បកធំជាងវាល្អជាងនៅក្នុងការជិះនៅក្នុងក្រុងឬការជិះអៀងបត់បែនច្រើននៅតាមផ្លូវកោងហ្វ្រាំងគឺជាគ្រឿងបង្គុំដែលមានន័យទីក្នុងការបញ្ចុះម៉ូតូដោយម៉ូតូទាំងពីរខាងលើនេះសុទ្ធតែបំពាក់ប្រព័ន្ធហ្វ្រាំងដេកមុខក្រោយរួមជាមួយនឹងមុខងារ ABS ដែលអាចបត់បាននៅកង់ខាងក្រោយដូចគ្នាវាពិតជាល្អនៅក្នុងការគ្រប់គ្រងម៉ូតូនៅក្នុងការជិះផ្លូវធម្មតានិងផ្លូវលំបាកសរុបមកម៉ូតូទាំងពីរនេះ Honda CR 250L និង Kawasaki KLX 230 Super ពិតជាមានការ design ស្អាតប្រហាក់គ្នាការបំពាក់ប្រព័ន្ធបូមល្អក្នុងការជិះគ្រប់ស្ថានភាពផ្លូវមុខងារ ABS ជាដើមប៉ុន្តែមានចំណុចមួយដែល Kawasaki KLX 230 Super ធ្វើបានល្អជាងគឺមុខងារដែលអាចភ្ជាប់ជាមួយនឹងទូកសាច់ពិតជាទំនើបនិងទាន់សម័យហើយខ្ញុំសង្ឃឹមថាក្រុមហ៊ុន Honda នឹងបំពាក់កម្មវិធី Honda Racing នៅលើ CRF ស៊េរីក្រោយដើម្បីឲ្យកាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់ក៏ដូចជាប្រកួតប្រជែងប្រសិនបើជាឲ្យខ្ញុំជ្រើសរើសយក Honda CR 250L ពីព្រោះវាមានការ design ស្រស់ស្អាតត្រជាក់ខ្ញុំជាងណាមួយវាក៏មានទីផ្សារល្អក្នុងប្រទេសកម្ពុជាយើងផងដែរតើបងប្អូនអ្នកស្រឡាញ់ម៉ូតូទាំងអស់គ្នាយល់យ៉ាងណាដែរអំពីការរៀបរាប់ខាងលើសូមបញ្ចេញយោបល់របស់បងប្អូនក្នុង comment ខាងក្រោមខ្ញុំបាទ Mr. Moto សូមអរគុណនិងសូមគោរពលាបាយបាយ